បីអ្វីគំនិតពេជ្ជមានត្រេកអរក្នុងភពត្រេកអរក្នុងមនុស្សនិងទេវតាតែងប្រាថ្នាឬពោលថាទ្រទ្រង់សាសនាដើម្បីសន្សំបុណ្យសងគុណមេត្តាសន្សំបរិស័យដើម្បីមានចំណេះដើម្បីដឹងបុណ្យបាបអានេះតាមគំនិតអ្នកដែលចូលបួសរាល់ថ្ងៃហ្នឹងអានេះនិយាយពីគំនិតវិជ្ជមានដល់គំនិតអវិជ្ជមាននោះវាមានច្រើនណាមាន6ដែរមើលទៅ1 2 3 4 5 6ហើយទី1បួសចាស់ងាប់ជិលរកស៊ីរកស៊ីចិញ្ចឹមជីវិតបួសអីទៀតទី2ព្រោះរកលុយស្រួលទី3បួសយ៉ាងម៉េចបួសតាមគេតាមឯងតាមគេតាមឯងទៅជាបួសដែរមួយទៀតបួសព្រោះចង់មានចំណេះចេះហើយសឹកវិញយកប្រពន្ធមានចំណេះចេះសឹកវិញយកប្រពន្ធលេះច្រើនណាស់មួយទៀតបួសព្រោះខ្ជិលនៅលោកបាក់ធ្វើអីសឹងស្រួលដេកស្រួលមិនខ្វល់នឹងរឿងអីបួសចឹងមានរាល់ថ្ងៃហ្នឹងខ្ជិលមួយទៀតបួសទ្រុសសាសនាអត់បដិបត្តិធម៌អាវិន័យអីទេ6យ៉ាងដែរ